ជំរាបសួរបាទថ្ងៃនេះយើងមកសម្ភាសបាទ fan រឿងភូមិគ្រឹះម្លិះ fan តូចក៏មើលយើងចង់ដឹងថាតើគាត់មានអារម្មណ៍យ៉ាងណាពេលគាត់បានទស្សនារឿងភូមិគ្រឹះម្លិះនេះហើយអូខេសួស្តីកូនអូខេឥឡូវនេះកប៉ាចង់សួរកូនចេះតើថ្ងៃដែលកូនបានមើលរឿងភូមិគ្រឹះម្លិះហ្នឹងកូនមើលហើយរឿងហ្នឹងកូនចូលចិត្តអត់ចូលចិត្តអូខេចូលចិត្តហើយខ្លាចអត់វាមើលទៅអត់ខ្លាចទេហើយខ្មោចនឹងវាក៏ប្លែកខ្មោចក៏ប្លែកហើយកូនសើចហ៎សើចតាសើចទៀតហើយក្នុងរឿងហ្នឹងកូនចាំសាច់រឿងកន្លែងណាខ្លះដែលកូនចាំជាងគេអាចុងក្រោយហ្នឹងយ៉ាងម៉េចហ្នឹងពេលចុងក្រោយគេសួរលោករូបប៉ាហើយទៅគេពុកប៉ាឲ្យគេដាស់ទៅគាត់ទៅអមចម្រងហើយនឹងណាគេនោះម្នាក់ស្រីតួនោះមួយទៀតទៅហើយគាត់ទៅគាត់ខ្លាំងដីហើយទៅគាត់ដើរចេញក្រៅហើយទាំងអស់គ្នាដើរចេញក្រៅទៅហក់លោតឲ្យគ្នាហើយរដ្ឋបាលហើយសើចអូខេហើយមានបទចម្រៀងទៀតអូខេឥឡូវប៉ាចង់សួរថារឿងហ្នឹងគាត់ឯងឲ្យបន្ទុកប៉ុន្មានលើប៉ុន្មានបើក្នុងបន្ទុក10បានប្រហែលបាន100លើ10 Oh my god អូនមិននិយាយថាណាំកូនទៅមើលរឿងភូមិគ្រឹះម្លិះរឿងភូមិគ្រឹះម្លិះពិតជាល្អមើលខ្លាំងណាស់អូនវិរិយាបានមើលរួចហើយមានកំ pl ែងមានលងមានស្រក់ទឹកភ្នែកអត្ថន័យដែលសំខាន់នៅក្នុងរឿងហ្នឹងពិតជាល្អមែនតើមានការអប់រំឲ្យយើងចេះកាត់កុំចេះតែជឿគេផ្ដេសផ្ដាសនាំឲ្យអន្តរាយដល់ខ្លួនតោះម៉ាក់ប៉ានាំកូនទៅមើលរឿងភូមិគ្រឹះម្លិះ